គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញពីររូបបានបំបែកកំណត់ត្រាស្ទើរតែដូចគ្នាដែលគ្មានគ្រូបង្វឹកណាអាចបំបែកបាននៅក្នុងពិភពបាល់ទាត់មួយនេះគេតែងតែលើកឡើងថាក្រុមខ្លាំងគឺដោយសារតែកីឡាករនិងក្រុមអន់គឺដោយសារតែគ្រូប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញទាំងពីររូបនេះបានធ្វើឲ្យក្រុមក្រោមការដឹកនាំរបស់លោកឈ្នះពាននិងបង្កើតប្រវត្តិសាស្ត្រថ្មីស្ទើរតែរមិនអស់សម្រាប់ក្លឹបរបស់លោកទីមួយគឺគ្រូបង្គោលលោក Pep Guardiola ដែលជាគ្រូបង្គោលជោគជ័យបំផុតនៅក្នុងអាជីពរបស់លោកនេះជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់នៃមេនបន FC Barcelona លោកបានដឹកនាំក្លឹបមួយនេះឈ្នះពានធំៗចំនួន3នៅក្នុងមួយរដូវកាលពលគឺរួមមានពាននៃលីកកំពូលរបស់អេស្ប៉ាញ La Liga ពានធំបំផុតរបស់អឺរ៉ុប UCL ពានធំទី2នៅក្នុងលីកកំពូលអេស្ប៉ាញគឺ Copa del Rey លោកបានធ្វើរឿងដ៏អស្ចារ្យទាំងនេះនៅក្នុងរដូវកាលឆ្នាំ2009លោកក៏បានផ្លាស់មកចូលរួមដឹកនាំក្លឹបបាល់ទាត់មេឃា Manchester City នៅក្នុងលីកកំពូលអង់គ្លេសហើយក៏បានធ្វើរឿងអស្ចារ្យមួយនេះម្ដងទៀតកាលពីឆ្នាំ2023ពោលគឺលោកបានឈ្នះលីកកំពូលអង់គ្លេសឬមួយក៏ហៅថា English Premier League ពានរង្វាន់ UCL និងពានធំលំដាប់ទី2នៅក្នុងប្រទេសអង់គ្លេសគឺ FA Cup គ្រូបង្គោលមួយរូបទៀតសញ្ជាតិអេស្ប៉ាញដែលបានធ្វើរឿងអស្ចារ្យទាំងនេះស្រដៀងទៅនឹងលោក Pep Guardiola ផងដែរគឺលោកគ្រូ Luis ដែលបច្ចុប្បន្នគឺជាគ្រូបង្គោលរបស់ក្លឹបបាល់ទាត់ Paris Saint-Germain រូបលោកក៏មានប្រវត្តិធ្លាប់ដឹកនាំក្លឹបនៅមាន FC Barcelonaដូចគ្នាពោលគឺនៅក្នុងឆ្នាំ2015រូបលោកបានដឹកនាំក្លឹបបាល់ទាត់ FC Barcelona ឈ្នះពានលីកកំពូលអេស្ប៉ាញពានរង្វាន់ UCL និងពានរង្វាន់ Copa del Rey លុះចូលមកដល់ឆ្នាំ2025នេះរូបលោកបានដឹកនាំក្លឹបបាល់ទាត់ PSG បំបែកកំណត់ត្រាបង្អស់របស់ក្លឹបគឺឈ្នះពានរង្វាន់ UCL ជាប្រវត្តិសាស្ត្រដំបូងរបស់ក្លឹបនិងឈ្នះរង្វាន់លីកកំពូលបារាំង Ligue 1ហើយនឹងពានរង្វាន់ធំទី2របស់ប្រទេសបារាំងគឺ Frank Cup ត្រឹមពេលបច្ចុប្បន្នគឺមានតែគ្រូបង្គោលពីររូបនេះតែប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ទាំងអស់នៅក្នុងលីកកំពូលនីមួយៗជាមួយនឹងពីរក្រុមផ្សេងគ្នា